ថ្ងៃមុនឃើញกระดาษខ្សែគេលក់ក្រូចបងប្អូនហើយផ្សារនៅចិត្តផ្ទះហ្នឹងអញ្ចឹងក៏សម្រាប់ចិត្តថាទៅមួយហៀមួយផ្លែតពេលហៀទៅរើសដំបងគាត់ថាមានអ្នកណារើសទេមានតែគាត់ម្នាក់ឯងដូច្នេះខ្ញុំក៏ដើរទិញបន្លែផ្សេងៗទៅគាត់ឲ្យរើសក្រូចត្រឡប់មកវិញបងប្អូនហើយមនុស្សឡើងពេញតែម្ដងចាកញ្ញៃគ្នារើសដោយបងប្អូនឃើញអញ្ចឹងអូយសប្បាយរើសណាបងប្អូនហើយដូចរបស់ព្រីអញ្ចឹងតាមកពិតមិនមែនទេចាប៉ុន្តែដោយសារតែក្រូចនេះបងប្អូននៅស្រុកខ្មែរគាត់ធ្លាប់ឃើញធ្លាប់ញ៉ាំហើយចាគឺក្រូចនេះផ្អែមឆ្ងាញ់មែនតើចាដល់រដូវវាគឺគេលក់ធូរថ្លៃបែបហ្នឹងបងប្អូនប៉ុន្តែជាលើកទី1ទេដែលគេយកក្រូចនេះមកលក់ពីព្រោះថាគេធ្លាប់លក់ដែរមិនមែនអត់មានទេបងប្អូនប៉ុន្តែគេដាក់មកធម្មតាអត់មានខ្ចប់ជាកញ្ចប់រូបភាពបែបនេះទេចាសារនេះគេខ្ចប់ជាស្បោងហើយមានរូបភាពស្អាតប៉ុន្តែតម្លៃគឺលក់ធូរថ្លៃមែនទែនតែម្ដងបងប្អូនត្រឹមតែ38សេនតែប៉ុណ្ណោះក្នុង1ផោនបើគិតជាគីឡូគឺ1គីឡូត្រឹមតែ84សេនតែប៉ុណ្ណោះបងប្អូនហើយ84សេនក្នុង1គីឡូបើគិតជាលុយខ្មែរប្រហែលត្រឹមតែ2800រៀលឬក៏3000រៀលតែប៉ុណ្ណោះបងប្អូននិយាយទៅធូរថ្លៃណាស់គិតលុយទាំងអស់ហ្នឹងដែលហ៊ីរើសមកហ្នឹងគឺអស់$10តិចតួចតែប៉ុណ្ណោះចាប៉ុន្តែខ្ញុំទៅរើសថែមមកបន្តិចទៀតទាំងអស់សរុបទៅគឺ$12បងប្អូនហើយនិយាយពីល្អមែនតើក្រូចហ្នឹងផ្អែមឆ្ងាញ់ណាស់បងប្អូនចាខ្ញុំទិញមករៀងច្រើនបន្តិចដោយសារតែទី1វាតម្លៃធូរថ្លៃទី2ក្រូចនឹងវាឆ្ងាញ់មែនតើចាក្អូបឈ្ងុយចំណែកកូនប្រុសពៅខ្ញុំគាត់ចូលចិត្តញ៉ាំពេលខ្លះក៏បកទុកឲ្យគាត់2 3យ៉ាងទៅឬក៏ពេលខ្លះក៏គាត់គៀបយកទឹកដើម្បីឲ្យកូនពៅញ៉ាំកូនពៅចូលចិត្តចំណែកពួកខ្ញុំក៏ចូលចិត្តដែរបងប្អូនដោយសារតែក្រូចនេះគឺវាឈ្ងុយឆ្ងាញ់ហើយទី1ទី2វាតម្លៃធូរថ្លៃមែនតើអត់ដែលមានលក់ដល់38សេនទេបងប្អូនកាលពីអាទិត្យមុនគេលក់68សេនក្នុង1ផោនអញ្ចឹងខ្ញុំបានទៅទិញម្សាហើយក៏ឲ្យគេទៅទិញម្សាទៀតប៉ុន្តែយើងទិញមកតិចតួចទេបងប្អូនដល់ពេលអាទិត្យហ្នឹងឃើញ38សេនអញ្ចឹងមានណារើសឡើងមកកញ្ឆេងតែម្ដង